តើសុនឈួនពិតជារាយក្នុងការទទួលបន្ទុកដឹកនាំនគរអ៊ូពិតឬទេនៅក្នុងរឿងភាគទូរទស្សន៍សាមកុកឆ្នាំ2010គឺមានច្រើនចំណុចណាស់ដែលគេបានយកលំនាំតាមសៀវភៅប្រឡោមលោកមនោសញ្ចេតនានគរទាំង3ដែលធ្វើឲ្យតួអង្គនិងទំនាស់តានតឹងក្នុងសាច់រឿងកាន់តែមានភាពទាក់ទាញត្រង់ឈុតមួយដែលសុនឈើមានរបួសធ្ងន់ដេកជាប់នៅលើគ្រែនិងបានបញ្ជាឲ្យប្អូនប្រុសរបស់គាត់ទទួលតំណែងជាម្ចាស់តង់អូនោះគឺសុនឈួនឬខ្លះហៅថាសុនឈៀននោះក៏បានបង្ហាញនៅភាពទុកព្រួយភាពជាយុវវ័យក្មេងខ្ចីនិងទំនងជាមានភាពសង្ស័យឬភ័យខ្លាចជាមួយគ្នាផងដោយសារវាជាតំណែងដែលសំខាន់កំពូលនិងមានភាពគ្រោះថ្នាក់ចំពោះនគររូបភាពដែលបង្ហាញពីភាពស្ទាក់ស្ទើរនិងរៀងភ្ញាក់ផ្អើលសម្រាប់អ្នកមើលបន្តិចដែរបង្ហាញពីសម្ពាធក្នុងការទទួលយកកិច្ចការរបស់សុនឈួនបានធ្វើឲ្យកាន់តែមានភាពទាក់ចិត្តកាន់តែខ្លាំងសម្រាប់អ្នកទស្សនាឈុតដដែលនៅក្នុងរឿងភាគដដែលនេះបង្ហាញសំខាន់ថាសុនឈួនហាក់តឹងតែងជាមួយនឹងមន្ត្រីចាស់ៗដែលបានរួមចំណែកបង្កើតនគរអ៊ូមានដូចជាចាងចៅនិងចៅអ៊ីជាដើមនិងដើម្បីបង្ហាញនិងបញ្ជាក់អំពីតម្លៃរបស់គាត់ផងក្នុងការអាចឈ្នះនៃការរារាយចិត្តសម្រាប់មន្ត្រីផ្ទៃក្នុងនគរងាកមកមើលឯកសារពិតក្នុងសៀវភៅកំណត់ត្រានគរទាំង3ដែលបោះផ្សាយក្នុងសតវត្សទី3បានរៀបរាប់អំពីហេតុការណ៍នេះថាក្នុងឆ្នាំ200នៃគ្រិស្តសករាជបន្ទាប់ពីមានការធ្វើឃាតលើបងប្រុសរបស់គាត់គឺសុនឈើកាលនោះសុនឈួនអាយុ18ឆ្នាំមានការជឿចិត្តជាខ្លាំងនិងយំរហូតមិនព្រមឈប់សោះក្នុងឯកសារនេះដដែលបានបញ្ជាក់ថាសុនឈួនពុំបានរារាយចិត្តទេក្នុងការទទួលយកតំណែងនេះមន្ត្រីទីប្រឹក្សាជើងចាស់ដ៏គួរគោរពម្នាក់គឺចាងចៅបានជំរុញឲ្យសុនឈួនស្លៀកពាក់ឯកសណ្ឋានជាមេទ័ពនិងចុះទៅមើលផ្ទាល់ក្នុងបន្ទាយកងទ័ពមន្ត្រីក្រមអាវ៉ាត់ជាច្រើនរបស់សុនឈើបន្ទាប់ពីបានឃើញសុនឈួនដែលមានវ័យក្មេងខ្លាំងឡើងកាន់តំណែងចាប់ផ្ដើមមានគំនិតថាសុនឈួនពិបាកក្នុងការគ្រប់គ្រងនគរនិងខ្លះពិចារណាចង់ចាក់ចេញពីនគរអ៊ូទៀតផងការមើលស្រាលរបស់មន្ត្រីក្រមអាវ៉ាត់មួយចំនួនមិនបានធ្វើឲ្យសុនឈួនទន់ជ្រាយតាមឡើយដោយសារតែមន្ត្រីខ្លាំងបានជួយជ្រោមជ្រែងនិងរួមចិត្តមួយថ្លើមមួយជាមួយនឹងសុនឈួនរួមមានចៅអ៊ីចាងចៅចាងហុងនិងឆឹងពូពួកគាត់សិតសឹងជាបុគ្គលដ៏សំខាន់សម្រាប់ការស្នងតំណែងរបស់សុនឈួននិងការពង្រឹងអំណាចមូលហេតុដែលសុនឈើផ្ទេរតំណែងទៅឲ្យសុនឈួនគឺដោយសារគ្មានកូនប្រុសស្នងជំនួសហើយម្យ៉ាងការនោះសុនឈើខ្លួនឯងក៏មិនមានអាយុច្រើនដែរគឺប្រហែលជា24ទៅ25ឆ្នាំប៉ុណ្ណោះហើយកូនប្រុសរបស់គាត់សុនសៅបើតាមប្រវត្តិសាស្ត្រខ្លះសរសេរថាគឺជាកូនង៉ែតនិងខ្លះសរសេរថានៅក្នុងពោះម្ដាយនៅឡើយសរុបមកវិញសុនឈួនពិតជាសោកស្ដាយខ្លាំងណាស់ចំពោះហេតុការណ៍ដែលបានកើតឡើងលើបងប្រុសប៉ុន្តែគាត់មិនបានរួញរាទេក្នុងការស្នងតំណែងការឡើងកាន់តំណែងរបស់សុនឈួនមានតែមន្ត្រីថ្នាក់ក្រោមឬមន្ត្រីតូចតាចប៉ុណ្ណោះដែលបានចាស់ចេញពីនគរអ៊ូមន្ត្រីសំខាន់មួយចំនួនដែលជួយគាត់គ្រប់គ្រងនគររួមមានផ្នែកយោធាកម្ពុជាឬជាមេទ័ពមានដូចជាចៅអ៊ីជាអ្នកយុទ្ធសាស្ត្រនិងជាមេទ័ពដ៏អស្ចារ្យជាមិត្តជិតស្និទ្ធរបស់សុនឈើនិងមេដឹកនាំយោធារបស់សុនឈួននៅឆ្នាំដំបូងគាត់គឺជាមេបញ្ជាការសំខាន់នៅសមរភូមិជូពីលូស៊ូជាអ្នកយុទ្ធសាស្ត្រនិងជាអ្នកការទូតដែលស្នងតំណែងចៅអ៊ីជាប្រធានទីប្រឹក្សារបស់សុនឈួនគាត់បានតស៊ូមតិសម្រាប់សម្ព័ន្ធភាពយូរអង្វែងជាមួយលាវប៉ៃប្រឆាំងនឹងឆៅឆៅលីម៉ង់ជាមេទ័ពដែលរៀនចេះក្បួនទ័ពដោយខ្លួនឯងបានឡើងឋានៈនិងល្បីល្បាញដោយសារយុទ្ធសាស្ត្រវាយដណ្ដើមយកខេត្តជីងជើពីលាវប៉ៃនិងឈានដល់ការបាត់បង់ជីវិតរបស់គួនអ៊ីលូស៊ីនជាអ្នកយុទ្ធសាស្ត្រនិងជាមេទ័ពមកពីគ្រួសារដែលមានអំណាចក្នុងស្រុកដែលល្បីល្បាញបំផុតសម្រាប់ជ័យជំនះយ៉ាងខ្លាំងក្លាលើលាវប៉ៃនៅសមរភូមិសៀវធីងឬអ៊ីលីងក្រោយមកគាត់បានបម្រើការជាអូបារ៉ាជរបស់សុនឈួនឆេងពូជាមេទ័ពជើងចាស់ដែលបានបម្រើការតាំងពីចំនួនសុនជៀនជាឪពុកព្រមទាំងសុនឈឹកនិងបន្តមកទៀតជាអ្នកគាំទ្រដ៏សំខាន់ម្នាក់ក្នុងការស្នងរាជរបស់សុនឈួនហ្វាំងកាយមេទ័ពជើងចាស់ម្នាក់ទៀតពីសម័យសុនជៀនដែលល្បីល្បាញទាក់ទងនឹងសមរភូមិជូពីកាន់នីងជាមេទ័ពដ៏កាចសាហាវនិងល្បីល្បាញម្នាក់ដែលត្រូវបានគេស្គាល់ដោយសារភាពក្លាហាននិងការវាយប្រហារដ៏ក្លាហានរបស់គាត់ស៊ីសឹងត្រូវបានគេស្គាល់ដោយសារក្បួនការពាររបស់គាត់ជាពិសេសប្រឆាំងនឹងការឈ្លានពានរបស់ឆៅភីនិងទីងហ្វឹងជាមេទ័ពយូរឆ្នាំម្នាក់ដែលបានឡើងឋានន្តរស័ក្តិបន្តបន្ទាប់និងបានប្រយុទ្ធក្នុងសមរភូមិសំខាន់ជាច្រើនដោយបម្រើរហូតដល់ឆ្នាំចុងក្រោយនៃនគរតង់អ៊ូផ្នែកមន្ត្រីរាជការនិងទីប្រឹក្សាចាងចៅមន្ត្រីជាន់ខ្ពស់និងអ្នកប្រាជ្ញម្នាក់ដែលមានការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះប្រាជ្ញារបស់គាត់
ដោយបម្រើការជាប្រធានទីប្រឹក្សាផ្នែកកិច្ចការស៊ីវិលតាំងពីសម័យកាលរបស់ស៊ុនឆើចាងហុងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតដែលតែងតែចាប់ដៃគូជាមួយចាងចៅដែលបានជួយរក្សាស្ថិរភាពការគ្រប់គ្រងរបស់ស៊ុនឈួនបន្ទាប់ពីការស្លាប់របស់បងប្រុសរបស់គាត់ជូកាជីនបងប្រុសបង្កើតរបស់ទីប្រឹក្សានគរស៊ូហានគឺជូកាលៀងគាត់បានបម្រើស៊ុនឈួនជាមន្ត្រីការទូតនិងដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងជាមួយលាវប៉ៃគូយ៉ុងមន្ត្រីជាន់ខ្ពស់មកពីត្រកូលធំៗក្នុងតំបន់ជៀងតុងដែលចុងក្រោយក៏បានក្លាយជាឧបរាជនៃនគរអ៊ូស៊ុនឈួនត្រូវបានគេស្គាល់ដោយសារសមត្ថភាពរបស់គាត់ក្នុងការរក្សាភាពស្មោះត្រង់របស់អតីតយុទ្ធជនក្នុងគ្រួសាររបស់គាត់និងរួមបញ្ចូលអក្សរជនក្នុងស្រុកដ៏មានឥទ្ធិពលដូចជាលូស៊ីននិងគូយ៉ុងទៅក្នុងការគ្រប់គ្រងរបស់គាត់ដែលជាកត្តាសំខាន់ក្នុងស្ថិរភាពទឹកដីជៀងតុងទាំងមូលសមិទ្ធផលសំខាន់ៗនឹងការរួមចំណែករបស់គាត់ចំពោះជើងតុងឬនគរអ៊ូរបស់ស៊ុនឈួនរួមមាន 1. ការបង្រួបបង្រួមនិងការបន្តវេនដោយស្ថិរភាពចាប់ផ្ដើមពីឆ្នាំ200នៃគ្រិស្តសករាជនៅអាយុទើបតែ18ឆ្នាំស៊ុនឈួនឬស៊ុនឈៀនដែលយើងធ្លាប់លើក្នុងរឿងសាមកុកឆ្នាំ2010បានស្នងតំណែងជាស្ដេចត្រាញ់កាន់កាប់ទឹកដីបន្តពីបងប្រុសរបស់គាត់គឺស៊ុនឆើការស្នងតំណែងដ៏សំខាន់នេះទោះជាវ័យនៅក្មេងខ្ចីក៏គាត់អាចរក្សាស្ថិរភាពនិងភាពស្មោះត្រង់របស់មន្ត្រីនិងអ្នកគ្រប់គ្រងជើងចាស់របស់ស៊ុនឆើដូចជាចៅអ៊ីចាងចៅចាងហុងនិងឆាងពូដែលធានាការគ្រប់គ្រងរបស់គាត់លើតំបន់ទន្លេឆាងជៀងឬហៅថាជៀងតុង 2. ដែនអធិបតេយ្យភាពនិងកម្លាំងការពារយោធាសមរភូមិនៅជើពីគ្រិស្តសករាជ208បានបង្កើតសម្ព័ន្ធភាពជាមួយលាវប៉ៃហើយក្រោមការបញ្ជារបស់ចៅអ៊ីបានទទួលជ័យជំនះលើកងទ័ពជើងទឹកយ៉ាងពេញទំហឹងលើកងទ័ពកំពូលនិងមានចំនួនច្រើនរបស់ស្ដេចចម្បាំងភាគខាងជើងឆាវឆាវការប្រយុទ្ធនេះគឺមានសារៈសំខាន់ព្រោះវាបានរក្សាការគ្រប់គ្រងរបស់ស៊ុនឈួនលើទន្លេឆាងជៀងនិងធានាឲ្យមានអធិភាពនៃនគរ3ដាច់ដោយឡែកពីគ្នាការវាយយកបានខេត្តជីងជើគ្រិស្តសករាជ219ក្នុងឆ្នាំ219នគរអ៊ូបានបំបីសម្ព័ន្ធភាពរបស់ខ្លួនជាមួយលាវប៉ៃហើយបានបញ្ជូនមេទ័ពលីម៉ឹងឲ្យដណ្ដើមយកផ្នែកយុទ្ធសាស្ត្រដ៏សំខាន់នៃភាគខាងត្បូងខេត្តជីងជើដែលបានចាប់ខ្លួននិងប្រហារជីវិតមេទ័ពខ្លាំងរបស់លាវប៉ៃគឺកូនអ៊ីនៅដើមឆ្នាំ220ការឈ្នះនេះបានពង្រីកទឹកដីរបស់អ៊ូនិងការគ្រប់គ្រងរបស់ខ្លួនដល់ចំណុចកណ្ដាលនៃតំបន់ទន្លេឆាងជៀងជ័យជំនះនៅអ៊ីលៀមឬសៀវធីងក្នុងឆ្នាំ222នៃគ្រិស្តសករាជស៊ុនឈួនបានយកឈ្នះលើកងទ័ពដែលមកសងសឹករបស់លាវប៉ៃនិងបានបន្តពង្រឹងព្រំដែនរបស់នគរអ៊ូនិងបានទាមទារកាប់បញ្ចូលទៅក្នុងទឹកដីខេត្តជីងជើ 3. ការបង្កើតនគរអ៊ូខាងកើតបន្ទាប់ពីបង្កើតបាននគរអ៊ូខាងកើតហើយស៊ុនឈួនបានប្រកាសឯករាជ្យហើយបានតាំងខ្លួនជាស្ដេចអ៊ូក្នុងគ្រិស្តសករាជ222ហើយក្រោយមកជាអធិរាជអ៊ូក្នុងឆ្នាំ229នៃគ្រិស្តសករាជនិងបានបង្កើតនគរទាំងអ៊ូខាងកើតជាផ្លូវការនិងក្លាយជានគរធំមួយក្នុងចំណោមនគរទាំង3ក្នុងឆ្នាំ229ដដែលស៊ុនឈួនបានបង្កើតរាជធានីនៅស្រុកជៀនយាបច្ចុប្បន្នជាទីក្រុងណានជីងដែលជាចលនាមួយដែលបានបោះយុទ្ធការជាមជ្ឈមណ្ឌលនយោបាយនិងវប្បធម៌ប្រចាំតំបន់មួយនេះ 4. ការអភិវឌ្ឍផ្នែករដ្ឋបាលនិងសេដ្ឋកិច្ចការជ្រើសរើសមនុស្សតាមទេពកោសល្យបង្ហាញពីសមត្ថភាពខ្លាំងក្នុងការជ្រើសរើសនិងផ្ទេរសិទ្ធិអំណាចដល់មន្ត្រីស៊ីវិលនិងមេទ័ពភូមិដែលមានសមត្ថភាពជំរុញភាពស្មោះត្រង់និងសមត្ថភាពក្នុងការគ្រប់គ្រងរបស់គាត់ការអភិវឌ្ឍភាគខាងត្បូងរួមមានការលើកកម្ពស់កសិកម្មការរុះរើដីនិងពាណិជ្ជកម្មទូទាំងទឹកដីរបស់នគរអ៊ូការពង្រីកនិងការកែប្រែភាសាជាតិស៊ុនឈួនបានដឹកនាំឬឧបត្ថម្ភយុទ្ធនាការដើម្បីសន្តិភាពនិងសមាហរណកម្មកសម្ព័ន្ធដើមដូចជាសាន់យានៅតំបន់ភ្នំនៃហ្វូជៀននិងហ៊ូណានហើយបានរុញច្រានភាគខាងត្បូងចូលទៅក្នុងតំបន់ជាវជើងភាគខាងជើងប្រទេសវៀតណាមបច្ចុប្បន្នដំណើរការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មភាសានៃភាគខាងត្បូងប្រទេសចិនដែលធ្វើឲ្យតំបន់នេះក្លាយជាកម្លាំងនយោបាយនិងវប្បធម៌យូរអង្វែង 5. ស្ថិរភាពរយៈពេលវែងរជ្ជកាលដ៏យូរអង្វែងរបស់ទ្រង់ច្រើនជាង50ឆ្នាំក្នុងឋានៈជាអ្នកគ្រប់គ្រងរួមទាំងពេលវេលារបស់គាត់ជាស្ដេចសង្គ្រាមនិងជាមហាក្សត្រផងនោះបានផ្ដល់រយៈពេលដ៏សំខាន់នៃស្ថិរភាពនៅភាគខាងត្បូងដែលអនុញ្ញាតឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងវប្បធម៌ដែលមានរយៈពេលវែងជាងនគរស៊ូហានស៊ុនឈួនឬស៊ុនឈៀនកើតនៅក្នុងឆ្នាំ182ក្នុងខែធ្នូឆ្នាំ219ជាលោកម្ចាស់នៃណានចាង
រហូតដល់បានក្លាយជាព្រះអង្គម្ចាស់អ៊ូក្នុងថ្ងៃទី23 កញ្ញាឆ្នាំ221និងបន្តមកទៀតថ្ងៃទី23 ឧសភាឆ្នាំ229បានក្លាយជាអធិរាជអ៊ូអធិរាជសុនឈួនបានសោយទីវង្គតនៅប្រជជន69ឆ្នាំនៅថ្ងៃទី21ឧសភាឆ្នាំ251ក្នុងស្រុកជៀនកាងបច្ចុប្បន្នជាក្រុងណានជីងខេត្តជាងស៊ូឧទ្ទេសនាមគោរពវិញ្ញាណក្ខន្ធរបស់សុនឈួនគឺអធិរាជតានៃនគរអ៊ូភាគខាងកើត